សួស្តីបងប្អូនទាំងអស់គ្នាបន្ទាប់ពីយើងរៀនមេរៀនការគុណលេខ4ខ្ទង់ជាមួយ2ខ្ទង់មកឥឡូវយើងចាប់ផ្ដើមអនុវត្តលំហាត់ទាំងអស់គ្នា1ចូលគណនាផលគុណក2180គុណនឹង14អញ្ចឹងអ្នកគ្រូគុណជាប្រមាណវិធីឲ្យកូនមើល2180គុណនឹង14ហើយទ្រឹស្ដីគេថាម៉េចក៏ដើម្បីគុណលេខគឺយើងគុណលេខជាបន្តបន្ទាប់ដោយចាប់ផ្ដើមពីខ្ទង់រាយមកមុនហើយធ្វើប្រមាណវិធីបូក4 0 ដង0 4 8ដង32សេលេខ2ត្រាតូក3 4 1ដង4 4បូកនឹង3 5 7 4 2ដង5 8 1 0ដង0 1 8ដង8 1 ដង1 1 2ដង2ហើយយើងបូកបញ្ចូលគ្នា0ទម្លាក់ចុះ2បូកនឹង0 2 7បូកនឹង8 15សេលេខ5ត្រាតូក1 1បូកនឹង8 9 9បូក1 10សេលេខ0ត្រាតូក1 1បូកនឹង2 3អញ្ចឹងចម្លើយឃើញ30520ចាអញ្ចឹងចម្លើយខ្ទង់កឃើញ30520ខ2405គុណនឹង23 5 ដង15សេលេខ5ត្រាទុក1 3 0ដង0 3 0ដង0បូកនឹង1 1 3 4ដង12សេលេខ2ត្រាទុក1 3 2ដង6 6បូក1 5 2 2 5ដង10សេលេខ0ត្រាទុក1អញ្ចឹងកូនឯងសង្កេតមើលថាលេខ2នៅក្នុងខ្ទង់10អញ្ចឹងពេលលទ្ធផលវាក៏ដាក់នៅក្រោមខ្ទង់10 2 0 ដង0 0បូកនឹង1 1 2 4ដង8 2 2ដង4ហើយយើងបូកបញ្ចូលគ្នា5ទម្លាក់ចុះ1បូកនឹង0 1 2បូកនឹង1 3 7បូកនឹង8 15សេលេខ5ត្រាទុក1 1បូកនឹង4 5អញ្ចឹងចម្លើយឃើញ55315 ខ្ទង់កែវ2876គុណនឹង35 5 6ដង30សេលេខ0ត្រាទុក3 5 7ដង35 35នឹង3 38សេលេខ8ត្រាទុក3 5 8ដង40 40បូកនឹង3 43សេលេខ3ត្រាទុក4 5 2ដង10 10បូកនឹង4 14អញ្ចឹងនេះខ្ទង់រាយអញ្ចឹងយើងចូលដល់ខ្ទង់10អញ្ចឹងកន្លែងនេះកុំឲ្យច្រឡំយើងអាចលុបចោលបានពីព្រោះគឺជាលេខដែលត្រាទុកពីខ្ទង់រាយ3 6ដង8សេលេខ8ត្រាទុក1ត្រាទុក1លេខនេះ3 7ដង21 21បូកនឹង1 22សេលេខ2ត្រាទុក2 3 8ដង24 24បូកនឹង2 26សេលេខ6ត្រាទុក2 3 2ដង6 6បូកនឹង2 8ចាអញ្ចឹងបូកចូលគ្នាមកឃើញមែនកូន0យើងទម្លាក់ចុះ8បូកនឹង8 16សេលេខ6ត្រាទុក1 3បូកនឹង1 4 4បូកនឹង2 6 4បូកនឹង6 10សេលេខ0ត្រាទុក1 1បូកនឹង1 2 2បូកនឹង8 10អញ្ចឹងចម្លើយឃើញ10660អញ្ចឹងចំពោះការធ្វើប្រមាណវិធីគុណគឺកូនធ្វើដោយអ្នកគ្រូប្រាប់អញ្ចឹងទី1គឺកូនត្រូវគុណខ្ទង់រាយមុនបន្ទាប់មកគុណខ្ទង់10ហើយលទ្ធផលរបស់ខ្ទង់10ដាក់ក្រោមខ្ទង់10ហើយបូកលទ្ធផលទាំងពីរបញ្ចូលគ្នាអញ្ចឹងចំពោះចម្លើយខែវមាន3528គុណនឹង42ចម្លើយឃើញប៉ុន្មានកូនចាសាកល្បងគុណទាំងអស់គ្នាមើលចម្លើយឃើញ148,175 6ខ្ទង់ងែវឃើញ162,360ខ្ទង់ចឃើញមែនកូនចាឃើញ20330ខ្ទង់ឆ
27,674 ខ្ទង់ចែវឃើញ 37,536 ខ្ទង់ឆែវឃើញ 46,6,515 ខ្ទង់ញែវ 52,4745 ខ្ទង់ដឃើញមែនកូន 56,5992 ខ្ទង់ថ 61,4460 ខ្ទង់ដេវស្មើនឹង 62,8,680 ខ្ទង់ដេវឃើញ 68,0480 ខ្ទង់ដខ្ទង់ចុងក្រោយគេឃើញមែនកូនចា 86,9,875